ធ្វើដោយមិនដាច់ទៅកូនអាចធានាម្ដាយបានហើយលក្ខខណ្ឌទៀមទាអ្វីខ្លះបាទករណីកូននៅសហរដ្ឋអាមេរិកចង់ធានាម្ដាយឪពុកលក្ខខណ្ឌទី1គឺកូនអ្នកនៅសហរដ្ឋអាមេរិកនឹងត្រូវមានសញ្ជាតិអាមេរិកាំងកាលណាកូនមានសញ្ជាតិអាមេរិកាំងពួកគាត់មានសិទ្ធិគ្រប់លក្ខខណ្ឌដាក់ពាក្យធានាម្ដាយឪពុកម្ករស់នៅសហរដ្ឋអាមេរិកបានដំណើរការឯកសារលក្ខខណ្ឌរបស់វាទី2គឺត្រូវមានសម្បត្តិកំណើតកូនត្រូវមានសម្បត្តិកំណើតដែលមានឈ្មោះម្ដាយឪពុកនៅលើសម្បត្តិកំណើតនឹងរៀបចំឯកសារនានាដាក់ទៅក្រសួងអន្តរប្រវេសន៍ USCIS ដំណើរការឯកសារនៅ USCIS រងចាំចន្លោះពី18ខែទៅ2ឆ្នាំពី18ខែទៅ2ឆ្នាំក្រោយពេល USCIS គេ approve គឺគេអនុម័តហើយមាន case number និង invoice ID លោកអ្នកអាចរៀបចំឯកសារដាក់ពាក្យស្នើសុំវីសាជូនម្ដាយឪពុកលោកអ្នកនៅវគ្គ NVC ហ្នឹងបំពេញពាក្យដាក់ពាក្យស្នើសុំវីសាដាក់តាក់ដាក់អីហើយគឺត្រូវរងចាំចន្លោះពី3ទៅ6ខែក៏ប៉ុន្តែបច្ចុប្បន្នភាពដោយសារបញ្ហារាំងស្ទះច្រើនអាចយូរជាងនេះបន្តិចសម្រាប់ប្រាក់ចំណូលដែលអាចធានាម្ដាយម្នាក់ប្រសិនបើលោកអ្នករស់នៅសហរដ្ឋអាមេរិកម្នាក់ឯងធ្វើការបង់តាក់ម្នាក់ឯងចង់ធានាម្ដាយម្នាក់ត្រូវមានប្រាក់ចំណូល28,000មួយឆ្នាំគឺ28,000ក្នុងករណីលោកអ្នករស់នៅពីអ្នកប្តីប្រពន្ធហើយធ្វើការបង់តាក់ចូលគ្នាបើចង់ធានាម្ដាយឪពុកម្នាក់ម្ដាយម្នាក់ឬក៏ឪពុកម្នាក់ត្រូវមានប្រាក់ចំណូល35,000មួយឆ្នាំគឺ35,000បាទទន្ទឹមនឹងនេះប្រសិនបើលោកអ្នកមានគ្នាពីរអ្នកប្តីប្រពន្ធហើយមានកូនមួយទៀតលោកអ្នកចង់ធានាម្ដាយម្នាក់មករស់នៅសហរដ្ឋអាមេរិកគឺលោកអ្នកត្រូវមានប្រាក់ចំណូល42,000មួយឆ្នាំមានន័យថាពីអ្នកប្តីប្រពន្ធធ្វើការបង់តាក់ចូលគ្នាសរុបមកមួយឆ្នាំត្រូវមានលុយ42,000មួយឆ្នាំទៅគ្រប់លក្ខខណ្ឌធានាម្ដាយម្នាក់មករស់នៅសហរដ្ឋអាមេរិកករណីលោកអ្នក low income ប្រាក់ចំណូលទាបលោកអ្នកក៏អាចរកអ្នកផ្សេងមកជួយធានារ៉ាប់រងគេហៅ joint sponsor ឬ co-sign បានដែរបាទអញ្ចឹងករណីធានាម្ដាយឪពុកម្រស់នៅសហរដ្ឋអាមេរិកបច្ចុប្បន្នអាចនិយាយថាលើ2ឆ្នាំទម្រាំមានថ្ងៃបានចូលសម្ភាសពីព្រោះបច្ចុប្បន្នភាពគឺមានការកកស្ទះសំណុំរឿងជាច្រើននៅស្ថានទូតនិងនៅក្រសួងនានាក្នុងសហរដ្ឋអាមេរិកផងដែរលោកដែលអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានប្រសិនបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការអាមេរិក